ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍នៅក្នុងការជិះយន្តហោះតាមពិតខ្ញុំចំបីតែយល់សពក៏ខ្ញុំខ្លាចដែរតែកន្លងមកយើងរៀនជិះរយៈទៅដូចជាអត់សូវខ្លាចចឹងណាបងប្អូនហើយនិយាយថាយន្តហោះជិះគឺពិបាកជាងឡានយើងត្រូវកក់សំបុត្រហើយពេលខ្លះវាវល់វាដូរអញ្ចឹងវាម៉ោងវាចេញលឿនអញ្ចឹងយើងត្រូវរត់តាមអញ្ចឹងណាបងប្អូនជិះយន្តហោះគឺពិបាកជាងជិះឡានឆ្ងាយណាបងប្អូនគឺយើងត្រូវរត់ឡើងតាមបលមួយតែបបលខ្លះវាមិនសូវពិបាកតែបបលខ្លះគេដូរមកគឺយើងពិបាកខ្លាំងមកយើងត្រូវរត់តាមឡើងឲ្យទាន់មិនចឹងទេគេបិទហើយគេហោះចោលជើងដែលហោះស្រួលគឺជើងហោះរយៈពេលខ្លីដូចសៀមរាបពេញអញ្ចឹងបងប្អូនហើយមួយនេះគឺជាពលានយន្តហោះនៅឥណ្ឌាហ្នឹងពលានគេធំហើយនៅក្នុងពេលហ្នឹងខ្ញុំជិះតែរុញដោយសារតាបន្ទាប់មកពីវះកាត់ហ្នឹងគឺខ្ញុំដើរអត់កើតចឹងទៅយើងមិនចង់ឲ្យអស់កម្លាំងយើងសេវកម្លាំងយើងអញ្ចឹងយើងត្រូវឲ្យគេដាក់តេះរុញយើងអញ្ចឹង